តាមរយៈការខំប្រឹងប្រែងទាំងនេះតើរវាង PSG និង Arsenal មួយណាគួរតែមានសំណាងជាងនៅ UEFA Champions League ជំរាបសួរខ្ញុំកុលម៉ាមីជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ UEFA Champions League បានរកឃើញមួយក្រុមហើយគឺ Inter Milan របស់អ៊ីតាលីដែលបានឡើងទៅរងចាំមើលថាតើដៃគូរបស់គេជាក្រុមមកពីបារាំង PSG ឬក៏ក្រុមមកពីអង់គ្លេស Arsenal PSG នឹងបើកកីឡាដ្ឋាននាទីក្រុងប៉ារីស្វាគមន៍កំភ្លើងធំ Arsenal នាវេលាម៉ោង2រំលងអាត្រៀតជប់នេះបើគិតតាមម៉ោងនៅក្នុងប្រទេសកម្ពុជាកាលពីជើងទី1ក្នុងទឹកដី Emirates របស់ Arsenal នោះគឺ PSG ទទួលបានផលចំណេញបាល់មួយគ្រាប់ដែលមានន័យថាគឺមិនទាន់មានសុវត្ថិភាពទាំងស្រុងនោះទេទោះបីជានៅរដូវកាលនេះ PSG មានទម្រង់លេងល្អខ្លាំងក៏ដោយក្រុមទាំងពីរនេះសុទ្ធតែមិនធ្លាប់មានប្រវត្តិលើកពាន Champions League នៅឡើយនោះទេប៉ុន្តែពួកគេសុទ្ធតែមានប្រវត្តិធ្លាប់បានឡើងដល់វគ្គផ្ដាច់ព្រាត់ដូចគ្នា PSG បានឡើងដល់វគ្គផ្ដាច់ព្រាត់ Champions League លើកចុងក្រោយកាលពីរដូវកាល2019-2020ពេលដែលមានបញ្ហា COVID ក៏ប៉ុន្តែពេលនោះគឺភ្លាត់តែមួយគ្រាប់ហើយពានក៏បានទៅលើ Bayern Munich Arsenal វិញបានឡើងវគ្គផ្ដាច់ព្រាត់ចុងក្រោយតាំងពីរដូវកាល2005-2006ដែលគិតទៅតាំងពីពេលដែល Bukayo Saka ទើបតែអាយុបាន5ឆ្នាំក្រោយពីបានឡើងដល់វគ្គផ្ដាច់ព្រាត់ចុងក្រោយរៀងៗខ្លួន PSG ក៏បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ចំនួន3ដងគិតសរុបទាំងលើកនេះផង3ដងនោះគឺ2ដងកន្លងមក PSG អត់ទទួលបានជោគជ័យនោះទេបានធ្លាក់ចេញដោយស្នាដៃពីក្រុមអង់គ្លេស Man City កាលពីរដូវកាល2020-2021ហើយក៏បន្តធ្លាក់ចេញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដោយក្រុមពីអាល្លឺម៉ង់ Borussia Dortmund កាលពីរដូវកាលមុនចារដូវកាល2023-2024សម្រាប់ Arsenal តាំងពីឆ្នាំ2006មកគឺបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ចំនួន2ដងគិតទាំងលើកនេះដែរកាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នេះរដូវកាល2008-2009នោះគឺ Arsenal ត្រូវធ្លាក់ដោយក្រុមរួមលីក Manchester Unitedអញ្ចឹងបើមើលតាមភាពជាក់ស្ដែងទៅមានន័យថា PSG មានភាពគៀកកិតជាមួយនឹងពាន Champions League នេះខ្លាំងជាង Arsenal ក្នុងរយៈពេលចុងក្រោយនេះឬក៏ស្ទើរតែអាចនិយាយបានថាគោលដៅរបស់ PSG គឺពាន League Europe ដែលជាកត្តាចម្បងមែនទែនគឺសម្រាប់ PSG អស់អីអស់ទៅឲ្យតែបានពានមួយនេះយើងឃើញជាក់ស្ដែងគឺថា PSG គឺចំណាយអស់ច្រើនមែនទែនរឿងទិញកីឡាករដើម្បីធ្វើយ៉ាងម៉េចឲ្យទទួលបានលទ្ធផលល្អនៅពានរង្វាន់ Champions League តែនៅតែអត់ទាន់បានសម្រេច PSG គឺជាស្ដេចនៅក្នុងប្រទេសបារាំងតែបើនៅអឺរ៉ុបវិញគេនៅតែគិតថាជាក្រុមមកពីលីកកសិកម្មដូច្នេះបើសិនជាមិនអាចលើកពានលីកកំពូលអឺរ៉ុបបានម្ដងទេ PSG គឺប៉ុណ្ណានឹងមិនងាយលុបពាក្យសម្ដីនេះចេញបាននោះទេចំពោះ Arsenal វិញគោលដៅធំក្រោយពីផុតរជ្ជកាលលោកគ្រូ Arsene Wenger គឺពានលីកកំពូលអង់គ្លេស Premier League ក៏ប៉ុន្តែលោកគ្រូរលកក្រោយនោះគឺនៅមិនទាន់បានសម្រេចនោះទេបានត្រឹមតែប៊ីសបានត្រឹមតែរងពិតរហូតតែម្ដងដូច្នេះបើសិនជា Arsenal អាចបានលើកពានលីកកំពូលអឺរ៉ុបវិញនោះវាកាន់តែមានន័យជ្រាលជ្រៅលើសពីការរំពឹងទុកទៅទៀត Arsenal នឹងក្លាយជាក្រុមតំណាង Premier League ដ៏អស្ចារ្យបើសិនជាអាចវាយបកយកឈ្នះ PSG នៅដីក្រុងប៉ារីសបានព្រោះថាក្រុមយក្សបារាំងនេះកន្លងមកគឺបានវាយរៀបពីក្រុមពីអង់គ្លេសនៅរដូវកាលនេះគឺ Liverpool និង Aston Villa គូនេះគឺសម្រាប់ខ្ញុំគឺពិបាកទូទៅមែនទែនព្រោះថាពួកគេមានភាពស្រេកឃ្លាននិងមានឆន្ទៈមហិច្ឆតាចង់ឈ្នះដូចគ្នាហើយពីក្រុមនេះក៏ធ្វើឲ្យអ្នកតាមដានដែលមិនមែនជា fan របស់ពួកគេហ្នឹងខ្ញុំគិតថាភាគច្រើននឹងអាចមានគំនិតថាមួយណាឡើងក៏បានដែរដោយសារមើលទៅគឺទាំងពីរក្រុមនេះគួរអាណិតដូចគ្នាអញ្ចឹងណាការប្រកួតនេះបើគិតទៅបច្ចេកទេសតែមួយមុខប្រហែលជាជួយមិនបាននោះទេទាល់តែសំណាងមកសហការខ្លះហើយសំណាងបានមកពីការសាងដូច្នេះចាំមើលទាំងអស់គ្នាថាតើអ្នកណាសាងស្នាដៃដែលគួរតែទទួលបានជោគជ័យជាងខៀវឬក៏ក្រហមបើសិនជាសួរខ្ញុំសម្រាប់ខ្ញុំនៅយប់នេះខ្ញុំសូមគាំទ្រ Arsenal ព្រោះខ្ញុំចូលចិត្តក្របខ័ណ្ឌ Premier League ជាង League 1ក៏ប៉ុន្តែខ្ញុំគាំទ្រត្រឹមតែ90នាទីតែប៉ុណ្ណោះបើសិនជាដល់វគ្គថែមមកអ្នកណាឈ្នះក៏ឈ្នះទៅព្រោះថាងងុយគេមែនទែនអរគុណច្រើនយើងនឹងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាបលា